អ្នកលក់អ្នកលក់ឡោ1គីឡូបានដែរសួស្ដីមីងឡោ1គីឡូ4000មីង10គីឡូ40000អូឡោផ្អែមហ្មងចាស់ផ្អែមមីងអញ្ចឹងថ្លឹងឲ្យ10គីឡូមកចឹងថ្លឹងហើយណាសុំចូលទៅមើលខាងក្នុងតិចផងនៅខាងក្នុងសិតឡោតែអ្នកមីងសិតតែឡោហ្នឹងហើយអញ្ចឹងថ្លឹងខ្ញុំ10គីឡូទៅខ្ញុំទៅមើលអានេះមើលគីឡូមានអីដែលខ្ញុំចង់បានទៀតចឹងណាអូខេហើយឡោល្អណាអូយផ្លែស្អាតណាស់នេះផ្លែល្អមែនតើហើយមកពីខាងណាដែរឡោហ្នឹងអ្នកមីងមកពីបាត់ដំបង10គីឡូមិញបាននៅបានទេអូខេមកគីឡូចឹងបុកនិយាយបែបនោះឲ្យលុយអញសិតតែលុយរាយហ្មងមិនយកបាច់ទិញមកនេះតែឡោះទៅ1ដុល្លារដល់តកែណាហៅតកែមកជួបនេះហត់ទុំកែមើលនេះឡោនេះ10គីឡូនេះ40000នេះให้ខ្ញុំឲ្យលុយខ្មែរកូនចៅតកែអត់យកទេទាលុយខ្ញុំដុល្លារយកទៅ1000ទៀតឥឡូវវាមិនត្រៃបងឲ្យខាងខ្ញុំឲ្យលុយកាត់ទៅ1000ទៀតបងឥឡូវដូចណាខ្ញុំកាត់បង40000ពុកមកបងអត់ឲ្យបងឲ្យបងថាខ្ញុំទៅចូលខ្មែរគឺអត់ដឹងម៉ាច់ទៅឈប់បាច់ឈប់ឯងណៃឡងមកនេះអត់ឈប់ឯងតែឡោះគិតទៅដល់បងលុយអូបុនបានណាមិញខ្ញុំកាត់ឲ្យ1000ពេកឈប់เอาเลยខ្មែរក៏មិនយកបាយ40000ខ្មែរនេះតែខ្មែរអត់លុយចាយលុយខ្មែរចាយណាបងភ្លេចលហោអូភ្លេចលហោចប់ហើយបងអត់បងទេក្រោយចេញមកចាបានហើយហាងនេះហាងជួយមិនបោះដុំមែនមានបោះដុំមានដុំមកថ្ងៃចាំថ្ងៃក្រោយជួយទិញហងធម្មជាតិដែរចាធំតែដាក់គេនេះអត់ទេគាត់ឲ្យលុយដុល្លារអញ្ចឹងខ្ញុំទឹកគាត់ក៏10ដុល្លារទេបើគាត់ឲ្យលុយខ្មែរខ្ញុំសុំទទួលគាត់1000តែស្អីលហុងយើង10គីឡូ3ខាងគាត់គិតតែ40000អញ្ចឹងយើងត្រូវខាតទទួល1000ហើយនេះគេលហុង10គីឡូ3ខាងខ្ញុំមិនខាតបងខាតលុយខ្ញុំ